ខ្លីតែខ្លឹមកំពុងតែផ្ទុះល្បីពេញបណ្ដាញសង្គម Facebook នៅថ្ងៃនេះនៅថ្ងៃទី27ឧសភាឆ្នាំ2026នេះមានព្រឹត្តិការណ៍កំពុងតែផ្ទុះល្បីសំខាន់ដូចជាកក្រាលខេត្តកំពតករណីប៉ូលីស PM ជាង30នាក់ត្រូវបានចាប់ឃាត់ខ្លួនទីបំផុតមេប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នធ្វើដល់ចៅហ្វាយស្រុកឆាតញ៉ាយនិស្សិតស្រីម្នាក់ត្រូវពលរដ្ឋរិះគន់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីព្រឹត្តិការណ៍សំខាន់ទី1គឺពាក់ព័ន្ធនឹងកក្រាលខេត្តកំពតប៉ូលីស PM ជាង30នាក់ត្រូវបានចាប់ឃាត់ខ្លួនរួមទាំងស្នងការរងខេត្តកំពតផងដែរបើយោងតាមប្រភពព័ត៌មានដែលត្រូវបានផ្ទុះការចែកចាយពេញបណ្ដាញសង្គមនៅថ្ងៃនេះដោយក្នុងនោះលោកផៃវណ្ណៈក៏បានធ្វើការបង្ហោះសារផងដែរថាចាប់ឃាត់ខ្លួនស្នងការរងអធិការរងរួមទាំងមន្ត្រីនគរបាលមន្ត្រីអាវុធហត្ថនៅខេត្តកំពតសរុបជាង30នាក់ពាក់ព័ន្ធបទល្មើសលួចទាក់ទងនឹងករណីខាងលើនេះផងដែរយោងតាម Fresh News ក៏បានបញ្ជាក់បែបនេះផងដែរថាស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែនអធិការនគរបាលអធិការរងមេបញ្ជាការវិរៈការពារព្រំដែនមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថជាង30នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួនក្រោយពួកគេគប់គត់គ្នាកាត់ស៊ីលចូលលួចសម្ភារៈដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រះចក្រក្រោយបង្ក្រាបស្កេមអនឡាញកាលពីពេលកន្លងទៅនៅថ្ងៃទី27ខែឧសភាឆ្នាំ2026ដដែលនេះលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមេធរិទ្ធស្នងការខេត្តកំពតក៏បានធ្វើការបង្ហោះសារនៅលើเพจផ្លូវការរបស់លោកដែលមានសំណេរថាសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែនក៏ប៉ុន្តែស្នងការនគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងកំពុងបន្តនីតិវិធីសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មានសូមអរគុណឈានចូលព្រឹត្តិការណ៍សំខាន់ទី2ទីបំផុតមេប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នឯកឧត្តមអភិសន្តិបណ្ឌិតសសថាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសផ្អាកការងារជាបណ្ដោះអាសន្នចំពោះលោកវីរៈសេនីយ៍ឯកច័ន្ទសុធីប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់លោកស្រីអ្នកនាងកញ្ញាបានជ្រាបកន្លងមកហើយដែលពាក់ព័ន្ធជាមួយនឹងមេប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងនេះកន្លងមកលោកផៃវណ្ណៈក៏បានលើកឡើងអំពីករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅក្រុងបាត់ដំបងខេត្តបាត់ដំបងកាលពីខែកុម្ភៈឆ្នាំ2026រហូតមកដល់ពេលនេះគឺមានរយៈពេលជិត3ខែហើយខ្ញុំផ្សាយជាបន្តបន្ទាប់ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺភូតផលប្រជាពលរដ្ឋភូតផលថ្នាក់ដឹកនាំដោយខ្លាយឯកសារខ្លែងជនបង្ករួចបញ្ជូនសំណុំរឿងទៅអัยការអមសាលាដំបងខេត្តបាត់ដំបងដើម្បីយករួចខ្លួនតែទីបំផុតក៏មានចំណាត់ការផ្អាកការងារមេប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងនេះជាបណ្ដោះអាសន្នព្រឹត្តិការណ៍សំខាន់ទី3ធ្វើដល់ចៅហ្វាយស្រុកឆាតញ៉ាយនិស្សិតស្រីម្នាក់ត្រូវពលរដ្ឋរិះគន់លោកកេតម៉ៅដែលជាអភិបាលស្រុកត្រាំកក់បានតាក់ទងលួងលោមសុំស្នេហ៍ពីនិស្សិតឆ្នាំទី3ម្នាក់ដោយសន្យាថាចិញ្ចឹមនឹងផ្ដល់ការងារឲ្យធ្វើថែមទៀតពាក់ព័ន្ធនឹងករណីនេះលោកផៃវណ្ណៈបានលើកឡើងថាករណីលោកកេតម៉ៅញ៉ែស្រីក្មេងបានដល់អគ្គធិការដ្ឋានក្រសួងមហាផ្ទៃហើយមន្ត្រីថោកទាបបែបនេះមិនគួរទុកទេបើយោងតាមគណនី Facebook ផ្លូវការរបស់លោកផៃវណ្ណៈបានបន្តបង្ហោះទៀតថាមិនទាន់ក្រោកពីដីផងក្មួយស្រីរងគ្រោះដោយលោកកេតម៉ៅអភិបាលស្រុកត្រាំកក់មន្ត្រីល្មូផ្កាមញ៉ែមិនរើសមុខមកដល់ផ្ទះសុំជួយរកយុត្តិធម៌ពេលនេះខ្ញុំឲ្យក្មួយស្រីទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃដើម្បីផ្ដល់ព័ត៌មានជូនមន្ត្រីពាក់ព័ន្ធចាត់ការលោកកេតម៉ៅអភិបាលស្រុកត្រាំកក់ខេត្តតាកែវលោកផៃវណ្ណៈបានបន្តទៀតថាមន្ត្រីល្មូផ្កាមដោយលោកកេតម៉ៅគួរតែបណ្ដេញចេញពីក្របខ័ណ្ឌដើម្បីប្រមានមន្ត្រីដទៃទៀតកុំឲ្យងប់ងល់ឈួតនឹងទួលនីតិធ្វើទង្វើអសិលធម៌ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិនេះបើយោងតាមលោកផៃវណ្ណៈបង្ហោះនៅថ្ងៃនេះតែម្ដងគឺថ្ងៃទី27ឧសភាឆ្នាំ2026